តែអ្នកដឹងទេថាមានមនុស្សប្រមាណជាង250នាក់បានរស់នៅចំកណ្ដាលមហាសមុទ្រហើយពួកគេពិតជាសប្បាយចិត្តណាស់ដែលបានរស់នៅដាច់ដោយឡែកពីអ្នកផ្សេងកោះនេះត្រូវបានគេស្គាល់ថាជាកោះ Tristan da Cunha និងជាផ្នែកមួយនៃប្រជុំកោះ Tristan da Cunha ដែលមានកោះចំនួន5បច្ចុប្បន្ននេះវាជាផ្នែកមួយនៃទឹកដីក្រៅប្រទេសរបស់ចក្រភពអង់គ្លេសកោះនេះមានផ្ទៃក្រឡាប្រហែល38ម៉ែត្រការ៉េនិងប្រហែល240គីឡូម៉ែត្រពីទ្វីបអាហ្វ្រិកនិង3360គីឡូម៉ែត្រពីប្រទេសប្រេស៊ីលកោះនេះមិនមានប្រលានយន្តហោះនោះទេដូច្នេះយន្តហោះមិនអាចទៅដល់ទីនោះបានឡើយមធ្យោបាយតែមួយគត់ដើម្បីទៅដល់ទីនោះគឺយើងធ្វើដំណើរទៅតាមទូកដោយចំណាយពេលពី6ទៅ12ថ្ងៃកោះនេះមានរណ្ដៅភ្នំភ្លើងដ៏ធំមួយនៅចំពាក់កណ្ដាលហើយអ្នកស្រុកទាំងអស់គឺរស់នៅក្នុងផ្នែកខាងជើងមានផ្ទះប្រហែល160រួមជាមួយនឹងព្រះវិហារសាលារៀនការិយាល័យប្រៃសណីយ៍មន្ទីរពេទ្យប៉ុស្តិ៍ប៉ូលីសនិងមានហាងស្រាមួយផងដែរអ្នករាល់គ្នានៅលើកោះនេះស្គាល់គ្នានិងទុកចិត្តគ្នាជាគ្រួសារធំដូច្នេះពួកគេមិនចាំបាច់ចាក់សោទ្វារទេនៅពេលពួកគេចេញទៅក្រៅយើងត្រឡប់ទៅឆ្នាំ2016វិញកោះនេះមានប្រជាជនប្រមាណជាង300នាក់មានមនុស្សតិចជាង50នាក់ត្រូវបានចាក់ចេញកោះនេះនាំចេញបង្កងភាគច្រើនតើអ្នកចង់រស់នៅលើកោះសន្តិភាពនេះឆ្ងាយពីមនុស្សគ្រប់គ្នាទេ